មួយព្រឹកនៅក្នុងជីវិតរបស់ content creator ម្នាក់ដែលត្រូវបានគេយល់ច្រឡំយល់ច្រឡំថាមិនទៅយល់ច្រឡំថាបងស្មីនេះគឺជាអ្នកសិស្សបកាយចេះខ្មែរកំណត់រូបគីមីជីវៈអីហ្នឹងចាតាមពិតទៅបងស្មីនេះគឺជាមនុស្សធម្មតាមិនខុសពីមនុស្សលោកផ្សេងទៀតនៅលើពិភពលោកនេះនោះទេអូយបើភ្នែកឡើងវិញនិយាយពីថាអូយព្រះតរះចែងចាំងភ្លឺអស់ចាហ្មងចាអូយលោកឲ្យលោកในជីវិតគោលដៅប៉ុណ្ណាអញ្ចឹងព្រលឹមស្រាងហ្នឹងឆាប់ចេញចោយាត្រាទៅធ្វើការងារតើបានទៅធ្វើការងារទេយើងវាមានប្អូនចាអញ្ចឹងទៅយើងជូនប្អូនទៅសាលាសិននេះចេះគិតថាខ្ញុំនឹងសពកាយខ្មែរតែទៅពិតអត់ទេណាលោកតាក្រមងយគាត់ផ្ដាំថារៀនបត់រៀនបាតកុំកោងហួសខ្នាតកុំភ្លាត់ហួសផ្លូវណាឥឡូវថ្ងៃហ្នឹងបាយផឹកយើងហ្នឹងគឺថាមានពង2ជាគូនឹងគ្នាចាហូបហើយកាលណាក៏ចោយាត្រាចេញទៅសិក្សារៀនសូត្រចាដោយពាក្យស្លោកមួយបានពោលថាវិជ្ជាជាអាហារប្រាជ្ញាជាអាវុធហើយសួរថាថៃបានចាំបាច់ពាក់ម៉ាស់ចាគឺខ្លាចពិភពលោកយល់ច្រឡំថាជាសពកាយខ្មែរទីរៀនចប់មួយថ្នាក់ហើយក៏ដើរមើលព្រៃប្រឹក្សាអ្នកតាវល់លេងអញ្ចឹងទៅអូយដូចខុននារីមើលគុនមើលចៅចិត្តចឹងដើរបដានេះគិតបដារៀនមិញហ្នឹងអត់ចេះអីសោះហើយឥឡូវមកមើលស្លឹកឈើមើលព្រះធរណីណែអូយស្អាតណាស់ចាអូនេះទំភ្លៀងហើយទៀតនៅសាលាខ្ញុំនេះថាអាយុកាន់តែចាស់ទៅតែភ្លេចមើលសកម្មភាពអីក្រោយហ្នឹងលែងបានថតលេងអញ្ចឹងឥឡូវហ្នឹងមានតែមើលខ្ញុំលេងចាណាអរគុណច្រើនដែលបានទស្សនាចាជំរាបលា